các bạn sử dụng phải hơi cà phê sớm mai muốn sử dụng bọnนี้មានរូបចំណាប់បដិមាទាំងអស់8អង្គប៉ុន្តែដល់ពេលសម័យសង្គ្រាមទៅបាក់បាយអត់ទៅមានឈ្មោះដូចជាដូចប្រទេសជិតខាងគាត់ទៅក៏នៅសល់តែប្រមាណ3បដិមាហ្នឹងឲ្យមូលនេះបាទលោកខែអីគឺដួងព្រះគឺខ្ញុំនិយាយថានៅក្នុងចក្រវាឡទាំងអស់ទេពអង្គណាក៏ដោយក៏ស្ថិតនៅក្នុងអំណាចព្រះពោធិសត្វដូចគ្នាទាំងអស់មិន9ទេរកអត់ទេបាទគឺសូមឲ្យថារូបដែលមករូបណាគឺបាត់ហ្នឹងរូប1 2 3 4 5 6យ៉ាងឲ្យយើងសល់បាទតែសម័យដល់មាន8អង្គបាទបាទ2 6ហ៎ឥឡូវសល់6ហើយយើងមើលរូបវងនេះមានប្រមាណមាន8គេលឺមួយទៀតដែរទីអាកណ្ដាលសល់2បាទយើងអាចបង្អស់ដែរ10បាទ10 20កណ្ដាល2បាទរកដៃទេពួកខ្ញុំនិយាយឲ្យបានពលពីដៃឯងមួយទៀតដែរឲ្យខុសគ្នាវងលើទៀត10ឲ្យទាំងអស់10ចឹង4សាងខាងពីលើអាច2ទៀតទេពខ្លះដៃ10ទេពខ្លះ12ទេពខ្លះដៃ32ទេពខ្លះដៃ8ទេពខ្លះដៃ4ណាអញ្ចឹងវាអាស្រ័យទៅលើបរិមាណដែលគេច្រើនមកយើងប៉ុន្តែថាទេពអង្គណាដែលមានដៃ32ប្រការនោះគឺបានបញ្ចូលខាងក្រៅហើយថាតំណាងឲ្យបរមពោធិសត្វអវលោកេស្វរៈក្រៅទៅនឹងគឺព្រះពោធិសត្វធម្មតាឬក៏ប្រាជ្ញាបរិតាឬក៏វៃសច្ចៈគរុឬប្រភេទទេពឆ្នាំទេពមហាបាលបរិវេណព្រះពោធិសត្វនិងទេពតំណាងឲ្យប្រាជ្ញាបរិតាយើងមិនបាច់និយាយអមិតភៈមិនបាច់និយាយវៃរុចណាមិននិយាយ